កម្មវិធីដំណើរកំសាន្តដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង4នៅភូមិភាគឦសានរួមមានខេត្តក្រចេះស្ទឹងត្រែងមណ្ឌលគិរីនិងរតនគិរីដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសបានឃើញក៏ដូចជាបានអញ្ជើញទៅដល់ខេត្តទាំង4នេះនិងបានយល់ច្បាស់អំពីទស្សនវិជ្ជាជាក់ស្ដែងនៅតាមដងផ្លូវការអភិវឌ្ឍព្រំដែនរបស់កម្ពុជាក៏ដូចជាការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនេះផងដែរហើយក្នុងពេលថ្លែងការណ៍ពិសេសនេះសម្ដេចបវរធិបតីបានលើកឡើងថាដើម្បីឲ្យប្រជាពលរដ្ឋកាន់តែអស់មន្ទិលសង្ស័យមកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ DTA សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានសម្រេចចេញគោលការណ៍រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋរៀងរាល់ចុងសប្តាហ៍ដែលបានចាប់ផ្ដើមអនុវត្តពីខែកញ្ញារហូតដល់ខែធ្នូឆ្នាំ2024ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនបានទៅដល់ខេត្តទាំងនោះនិងបានឃើញទស្សនវិជ្ជាជាក់ស្ដែងនៅតាមតំបន់ព្រំដែនការអភិវឌ្ឍព្រំដែនរបស់កម្ពុជាក៏ដូចជាការអភិវឌ្ឍរបស់ជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តទាំងនេះសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាជាទីគោរពនៅពេលនេះសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានអញ្ជើញមកដល់សាលប្រកាសពិធីប្រកាសកម្មវិធីពិសេសនៅពេលនេះខ្ញុំបាទសូមគោរពអញ្ជើញសម្ដេចឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាទស្សនានៅកម្មវិធីនេះក្រោមទស្សនវិជ្ជាទាំងស្រុងដូចតទៅកម្មវិធីសូមគោរពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពឧត្តមគមបណ្ឌិតសភាចារអូនប៉ុនមនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពឧត្តមលោកជំទាវសមាជិកសមាជិកានៃព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជាភ្ញៀវកិត្តិយសជាតិអន្តរជាតិអស់លោកស្រីមន្ត្រីរាជការព្រមទាំងអង្គពិធីទាំងមូលជាទីគោរពផ្ដើមនៅកម្មវិធីជាដំបូងនេះសូមគោរពអញ្ជើញសម្ដេចទឹកដីនាយករដ្ឋមន្ត្រីនិងអង្គពិធីទាំងមូលគោរពអញ្ជើញក្រោកឈរឡើងដើម្បីប្រុងប្រៀបគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាគោរពសម្ដេចព្រមទាំងអង្គពិធីទាំងមូលគោរពអញ្ជើញសម្រួលអេរិយាបថជាបន្តសូមការអនុញ្ញាតដល់ពងពោះគោរពអញ្ជើញឲ្យដល់អគ្គបណ្ឌិតសភាចារអូនប៉ុនមនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគោរពអញ្ជើញថ្លែងនៅសន្ទរកថាស្វាគមន៍សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមលោកជំទាវសមាជិកសមាជិកានៃរដ្ឋសភាព្រឹទ្ធសភានិងសមាជិកសមាជិកានៃរាជរដ្ឋាភិបាលឯកឧត្តមលោកជំទាវហុកញ៉ាលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិសមាជិកសមាជិកានៃអង្គពិធីជាទីមេត្រីថ្ងៃនេះរូបខ្ញុំព្រមជាមួយនឹងក្រុមការងាររៀបចំកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅភូមិភាគឦសានមានកិត្តិយសដ៏ខ្ពង់ខ្ពស់និងសេចក្តីសោមនស្សឥតឧបមា
និងសូមគោរពសម្ដែងនៅអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2025-2028ខ្ញុំក៏សូមសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះថ្នាក់ដឹកនាំក្រសួងស្ថាប័នមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តំណាងដៃគូអភិវឌ្ឍន៍ធុរជនជាតិនិងអន្តរជាតិដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមធម៌និងជាប្រសិទ្ធភាពនិងចីរភាពដោយកំណត់យកនៅអាទិភាពគន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យា Digital ដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិនិងជំរុញបរិវត្តកម្ម Digital នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាដែលជាគ្រឹះនិងជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ក្នុងនោះបញ្ចកោណទី2បានគូរំលេចពីសារៈសំខាន់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែងហើយមុំទី1បានផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យគន្លឹះនិងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចដែលជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ2025-2028ដែលតទៅនេះខ្ញុំសូមហៅកាត់ថាកម្មវិធីពិសេសឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះខ្ញុំសូមគោរពអនុញ្ញាតរាយការណ៍ជូនអំពីសាវតានិងនៃការរៀបចំកម្មវិធីពិសេសនេះជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងអង្គពិធីទាំងមូលមេត្តាជ្រាបដល់ខ្ពង់ខ្ពស់ដូចតទៅថ្លែងក្នុងពិធីសំណេះសំណាលនិងពិសាភោជនាហារសាមគ្គីនៃមហាគ្រួសារសមាគមអុកញ៉ាកម្ពុជានិងសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជាកាលពីថ្ងៃទី2ខែសីហាឆ្នាំ2024និងក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល1ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាកាលពីថ្ងៃទី24ខែសីហាឆ្នាំ2024សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់ការណែនាំនិងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហៅកាត់ថាកសហឲ្យពិនិត្យនិងរៀបចំកម្មវិធីពិសេសនេះដើម្បីសិក្សានិងរៀបចំគោលនយោបាយលើកទឹកចិត្តពិសេសក្នុងគោលដៅជំរុញការវិនិយោគឯកជនឆ្ពោះទៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីទទួលបាននៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះរួចមកក្រុមការងារអន្តរក្រសួងមួយដែលមានសមាជិកភាពពីក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តទាំង4ត្រូវបានបង្កើតឡើងនិងបានចាប់ផ្ដើមចុះធ្វើការសិក្សាពីកត្តាភូមិសាស្ត្រប្រជាសាស្ត្រសង្គមសេដ្ឋកិច្ចនិងលក្ខខណ្ឌសំខាន់ផ្សេងទៀតនៃបណ្ដាខេត្តទាំង4រួមមានខេត្តក្រចេះខេត្តស្ទឹងត្រែងខេត្តរតនគិរីនិងខេត្តមណ្ឌលគិរីដើម្បីដាក់ចេញនៅកម្មវិធីពិសេសជំរុញការវិនិយោគឲ្យចំគោលដៅ
គ្រប់ជ្រុងជ្រោយនិងអាចអនុវត្តបានដោយរលូនស្របតាមបំណងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងកិច្ចដំណើរការនៃការសិក្សានិងការរៀបចំកម្មវិធីពិសេសនេះក្រមការងារបានប្រមូលព័ត៌មាននិងទិន្នន័យព្រមទាំងបានពិគ្រោះជាមួយភាគីពាក់ព័ន្ធជាច្រើនតាមរយៈការចុះបំពេញបេសកកម្មការរៀបចំជំនួបដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធមានជាអាចរដ្ឋបាលនៃខេត្តទាំង4មន្ទីរជំនាញពាក់ព័ន្ធតំណាងវិស័យឯកជននៅមូលដ្ឋាននិងសហគមន៍ទេសចរក៏ដូចជាការចុះពិនិត្យទីតាំងសំខាន់ដើម្បីស្វែងយល់ពីសក្តានុពលបញ្ហាប្រឈមនិងស្ថានភាពអភិវឌ្ឍជាក់ស្ដែងបន្ទាប់មកក្រមការងារបានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាបន្តបន្ទាប់ដើម្បីពិភាក្សានិងប្រមូលធាតុចូលបន្ថែមឲ្យបានស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយមុននឹងដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យនិងសម្រេចលើសេចក្តីព្រាងកម្មវិធីពិសេសនេះបន្ទាប់មកនាថ្ងៃទី24ខែមករាឆ្នាំ2025សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានពិនិត្យសម្រេចនិងផ្ដល់ការអនុម័តដ៏ខ្ពង់ខ្ពស់លើខ្លឹមសារនៃកម្មវិធីពិសេសនេះនិងបានចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ28សសរចុះថ្ងៃទី27ខែកុម្ភៈឆ្នាំ2025ដើម្បីដាក់ឲ្យអនុវត្តនៅកម្មវិធីពិសេសនេះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតអង្គពិធីទាំងមូលជាទីមេត្រីការគិតគូររៀបចំនៅកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលនេះកើតចេញពីមហិច្ឆតាចង់ជំរុញបង្កើននៅសកម្មភាពសេដ្ឋកិច្ចដល់បណ្ដាខេត្តដែលស្ថិតនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើនក៏ដូចជាដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចតាមតំបន់និងតាមវិស័យក្នុងការរៀបចំកម្មវិធីពិសេសនេះរាជរដ្ឋាភិបាលមានគោលបំណងបង្កើនការងារនិងសកម្មភាពធុរកិច្ចស្របតាមគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅនឹងកន្លែងនិងគំរូនៃកំណើនសេដ្ឋកិច្ចដឹកនាំដោយវិស័យឯកជនក្នុងន័យនេះការដាក់ទិសដៅអាទិភាពដើម្បីទាក់ទាញវិនិយោគឯកជនឆ្ពោះទៅទិសឦសានត្រូវមានលក្ខណៈជាយុទ្ធសាស្ត្រពោលគឺត្រូវកំណត់នៅលក្ខខណ្ឌនិងវិធានការលើកទឹកចិត្តដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ចដែលមានស្រាប់ក្នុងខេត្តនីមួយៗផងជំរុញឲ្យមានការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មពីខេត្តមួយទៅខេត្តមួយផងនិងអភិវឌ្ឍវិស័យគន្លឹះនិងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផងស្របតាមបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដោយត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ខេត្តទាំង4នៅភូមិភាគឦសានជាខេត្តមានកត្តាទេយ្យទានដែលអំណោយផលដល់វិស័យកសិកម្មកសិឧស្សាហកម្មនិងទេសចរដំណាំកសិកម្មនិងកសិឧស្សាហកម្មក្នុងខេត្តទាំង4រួមមានកៅស៊ូស្វាយចន្ទីដំឡូងមីម្រេចនិងចេកអំបូងលឿងជាដើមសុទ្ធសឹងជាកសិផលយុទ្ធសាស្ត្រប្រកបដោយសក្តានុពលទាំងសម្រាប់ទីផ្សារខាងក្រៅនិងទីផ្សារក្នុងស្រុកជាក់ស្ដែងក្នុងឆ្នាំ2024បរិមាណផលនៃប្រភេទដំណាំទាំងនេះក្នុងខេត្តទាំង4មានទំហំប្រមាណ20ទៅ60% នៃបរិមាណផលសរុបទូទាំងប្រទេសតួលេខនេះសបញ្ជាក់ច្បាស់ពីផលិតភាពនិងភាពអំណោយផលខ្ពស់នៃស្ថានភាពដីកត្តាភូមិសាស្ត្រនិងអាកាសធាតុក្នុងតំបន់ភូមិភាគឦសានចំពោះដំណាំទាំងអស់នេះជាមួយគ្នានេះភាពសម្បូរបែបនៃសម្បត្តិធម្មជាតិរួមមានអាកាសធាតុត្រជាក់ខ្យល់បរិសុទ្ធធនធានធម្មជាតិចម្រុះព្រៃឈើនិងដែនជម្រកសត្វព្រៃជាដើមបានធ្វើឲ្យខេត្តទាំង4ក្លាយជាតំបន់
ដែលមានសក្តានុពលទេសចរធម្មជាតិនិងអេកូទេសចរជាពិសេសទេសចរអត្តសញ្ញាណពិសេសដែលសំដៅលើផលិតផលទេសចរវប្បធម៌ធម្មជាតិនិងប្រវត្តិសាស្ត្រដែលមានលក្ខណៈពិសេសដោយឡែកសម្រាប់ខេត្តនិងតំបន់ភូមិភាគឦសាននៃប្រទេសតែប៉ុណ្ណោះទោះជាយ៉ាងនេះក្តីខេត្តទាំង4ក៏នៅមានបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួនដែលតម្រូវឲ្យរាជរដ្ឋាភិបាលបន្តគិតគូរនិងដោះស្រាយដើម្បីជំរុញការទាញយកឧត្តមប្រយោជន៍នៃកត្តាទេយ្យទានទាំងនេះឲ្យបានជាអតិបរមាប្រកបដោយចីរភាពផ្អែកលើកត្តានិងបរិបទនេះហើយទើបរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយទស្សនៈវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានសម្រេចសិក្សានិងដាក់ចេញនៅកម្មវិធីពិសេសនេះជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជនដែលមានលក្ខណៈសាមញ្ញចំគោលដៅនិងភាពអនុគ្រោះខ្ពស់ជារួមកម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន3រួមមានទី1កែប្រែមុខមាត់នៃខេត្តទាំង4នៅភូមិភាគឦសានឲ្យคล้ายជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្មកសិឧស្សាហកម្មនិងទេសចរឈរលើកត្តាទេយ្យទានរបស់ខេត្តនីមួយៗនិងដោយមានភាពប្រតិក្រឡាគ្នាជាមួយនឹងគោលនយោបាយជាតិនានាទី2ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងដែលនាំមកនៅលទ្ធផលរហ័សជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជននិងទី3ជំរុញសហធម្មពលដែលកើតចេញពីការប្រមូលផ្ដុំដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាតុដ្ឋានជាជាងការវិនិយោគដែលមានលក្ខណៈរាយប៉ាយនិងមិនអាចផ្សារភ្ជាប់គ្នាបានកម្មវិធីពិសេសនេះបានកំណត់យកវិស័យអាទិភាពចំនួន3គឺកសិកម្មកសិឧស្សាហកម្មនិងទេសចរដោយហេតុថាវិស័យទាំង3នេះមានលក្ខណៈសមស្របតាមកត្តាទេយ្យទានដែលមានស្រាប់ក្នុងខេត្តទាំង4និងមានភាពបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោមកម្មវិធីពិសេសនេះរាជរដ្ឋាភិបាលនឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ចំនួន3ប្រភេទក្នុងនោះរួមមានទី1វិធានការផ្នែកពន្ធដារនិងពន្ធគយទី2ការផ្ដល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យនិងទី3ការជួយកាត់បន្ថយថ្លៃដើមការសម្រួលនីតិវិធីនិងការគាំទ្រសកម្មភាពវិនិយោគឯកជនវិធានការទាំងនេះនឹងត្រូវអនុវត្តចំពោះគម្រោងវិនិយោគឬសកម្មភាពធុរកិច្ចដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅថាគោលកគម្រោងពង្រីកនៃគោលកដែលមានស្រាប់គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចរបស់សហគមន៍កសិកម្មទំនើបនិងគម្រោងវិនិយោគឬសកម្មភាពធុរកិច្ចរបស់សហគមន៍ទេសចរដែលត្រូវចាប់ផ្ដើមដំណើរការពីឆ្នាំ2025ដល់ឆ្នាំ2028ខ្ញុំសូមគូសរំលឹកដោយសង្ខេបអំពីវិធានការទាំង3ប្រភេទខាងលើដូចតទៅវិធានការទី1គឺវិធានការផ្នែកពន្ធដារនិងពន្ធគយការលើកទឹកចិត្តផ្នែកពន្ធដារនិងពន្ធគយត្រូវបានផ្ដល់ជូនដល់គម្រោងវិនិយោគនិងសកម្មភាពធុរកិច្ចចំនួន3ប្រភេទរួមមាន1គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចជាគោលកក្នុងវិស័យទូទៅ2គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចក្នុងវិស័យអាទិភាពនិង3គម្រោងពង្រីកនៃគោលកក្នុងឆ្នាំ2025-2028លើសពីនេះទៀតសកម្មភាពធុរកិច្ចដែលកំពុងដំណើរការក្នុងខេត្តទាំង4ប៉ុន្តែមិនទាន់ត្រូវបានចុះបញ្ជីពន្ធដារ
អាចចុះបញ្ជីពន្ធដារតាមនីតិវិធីដោយស្ម័គ្រចិត្តក្នុងឆ្នាំ2025នេះដោយទទួលបានការលើកលែងនៅការពិន័យជាទោសទណ្ឌបំណុលពន្ធនិងការផាកពិន័យជាប្រាក់ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកក្រោយពីត្រូវបានចុះបញ្ជីពន្ធដាររួចសកម្មភាពធុរកិច្ចទាំងនេះអាចស្នើសុំការលើកទឹកចិត្តតាមរយៈការចុះបញ្ជីជាគោលគោក្នុងឆ្នាំ2025នេះវិធានការទី2គឺការផ្ដល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យរដ្ឋាភិបាលនឹងដាក់ចេញនៅកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យដោយផ្ដោតជាពិសេសលើសហគ្រាសធុនតូចនិងមធ្យមសហគមន៍កសិកម្មទំនើបនិង